ព្រៃគឺជាដំណាំស្លឹកមួយប្រភេទដែលគេត្រូវការវាជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទដើម្បីបំពេញសេចក្តីត្រូវការជាប្រចាំថ្ងៃអ្នកបច្ចេកទេសខាងបន្លែសរីរាង្គយល់ថាស្លឹកគ្រៃគឺជាប្រភេទរុក្ខជាតិសាមញ្ញមិនសូវមានតម្លៃខ្ពស់ក្តីប៉ុន្តែអ្នកបច្ចេកទេសណែនាំឲ្យប្រជាកសិករខ្មែរគួរតែដាំដុះស្លឹកគ្រៃឲ្យបានគ្រប់ក្រុមគ្រួសារតើហេតុអ្វីបានជាអ្នកបច្ចេកទេសខាងបន្លែសរីរាង្គចង់ឲ្យកសិករដាំស្លឹកគ្រៃតាមបែបធម្មជាតិនោះតើបច្ចេកទេសដាំស្លឹកគ្រៃដើម្បីទទួលបានផលខ្ពស់ត្រូវធ្វើអ្វីខ្លះចាសសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រីអ៊ុំរាំងសីក្នុងនេតិកសិកម្មស្ដីពីបច្ចេកទេសដាំស្លឹកគ្រៃដូចតទៅអ្នកបច្ចេកទេសខាងបន្លែសរីរាង្គលើកឡើងថាទោះស្លឹកគ្រៃជាបន្លែសាមញ្ញងាយស្រួលដាំដុះប៉ុន្តែស្លឹកគ្រៃដែលចរាចរនៅលើទីផ្សារភាគច្រើនរីកលូតលាស់ដោយប្រើថ្នាំគីមីដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគអ្នកបច្ចេកទេសខាងបន្លែសរីរាង្គមកពីកសិដ្ឋានក្រែនភ្នំពេញនៅខណ្ឌសែនសុខរាជធានីភ្នំពេញកញ្ញានីពិសីអះអាងប្រាប់វិទ្យុអាស៊ីសេរីថាស្លឹកគ្រៃផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរនិងក្នុងវិស័យកសិកម្មកញ្ញាថាហេតុនេះហើយស្លឹកគ្រៃត្រូវបានគេជួញដូរនិងដាំដុះច្រើននៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជាមិនតែប៉ុណ្ណោះកញ្ញានីពិសីឲ្យដឹងបន្តថាស្លឹកគ្រៃមិនត្រឹមតែជារុក្ខជាតិដែលគេអាចប្រើប្រាស់ជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារសម្រាប់មនុស្សប៉ុណ្ណោះទេស្លឹកគ្រៃក៏អាចប្រើសម្រាប់ជាចំណីសត្វដូចជាមាន់ទាបានដែរជាងនេះទៀតវាក៏ជាឱសថនិងជីដ៏មានប្រសិទ្ធភាពជួយបណ្ដេញសត្វចង្រៃបំផ្លាញបន្លែប្រភេទស្លឹកបានផងដែរវាជួយសម្រួលដល់សរសៃឈាមហើយនឹងជួយឲ្យពោះវៀនយើងដើរខ្យល់បានល្អដូចជាយើងយកវាទៅធ្វើជាតែស្លឹកគ្រៃអីចឹងបច្ចេកទេសដាំដំណាំស្លឹកគ្រៃត្រូវបានកញ្ញានីពិសីជាអ្នកបច្ចេកទេសខាងបន្លែសរីរាង្គអះអាងថាស្លឹកគ្រៃជាដំណាំមានអត្ថប្រយោជន៍ច្រើនហើយងាយដាំទៀតតែស្លឹកគ្រៃមិនត្រូវការដាំដោយគ្រាប់ដូចរុក្ខជាតិនិងដំណាំដទៃទៀតនោះឡើយកញ្ញាថាមុនដាំស្លឹកគ្រៃត្រូវជ្រើសរើសដើមស្លឹកគ្រៃដែលមានដើមល្អដែលមិនរងការបំផ្លាញណាមួយពីសត្វចង្រៃនោះឡើយកញ្ញាបន្តថាក្រោយជ្រើសរើសពូជដើមល្អបានហើយទាមទារត្រូវរៀបចំរណ្ដៅមួយតឹកកន្លះជម្រៅរណ្ដៅ20ទៅ30សង់ទីម៉ែត្រហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែង60ទៅ70សង់ទីម៉ែត្រប៉ុន្តែកញ្ញាថានៅក្នុងមួយរណ្ដៅដាំបានតែមួយដើមប៉ុណ្ណោះធ្វើបែបនេះដើម្បីសន្សំសំចៃពូជកញ្ញាបញ្ជាក់ថាគេដាំដើមស្លឹកគ្រៃភ្លាមក៏បានឬផ្សាំគល់វាឲ្យដុះឫសសិនក៏បានប៉ុន្តែកញ្ញាថាបើចង់ឲ្យស្លឹកគ្រៃដុះល្អនិងឆាប់លូតលាស់លឿនគួរតែផ្សាំវាឲ្យដុះឫស3ថ្ងៃចាំយកទៅដាំហើយដែរយើងជីកប្រហែលជាមួយតាក់កន្លះ4ជ្រុងហើយជីកជម្រៅ20ទៅ30សង់ទីម៉ែត្របន្ទាប់មកយើងដាក់កតិចស្លឹកឈើហើយដាក់ជីលាមកសត្វធម្មជាតិហើយយើងយកដីហាំងស្ទាប់លើហ្នឹងច្បល់ជាមួយនឹងជីដែលយើងដាក់ហ្នឹងបន្ទាប់មកយើងដាក់ដាំហើយចាក់តាក់ធម្មតាហើយក្នុងមួយរ៉ៃយើងដាក់តែមកគល់បានអ្នកបច្ចេកទេសខាងបន្លែសរីរាង្គរូបនេះបានឲ្យដឹងទៀតថាស្លឹកគ្រៃមានពីរប្រភេទគឺប្រភេទស្លឹកគ្រៃអំបោះនិងស្លឹកគ្រៃត្រែងកញ្ញាថាស្លឹកគ្រៃត្រែងដើមពណ៌ក្រហមហើយមានដើមរឹងពិបាកហាន់ចំណែកឯស្លឹកគ្រៃអំបោះវិញមានដើមស្រួយមានជាតិទឹកច្រើននិងងាយស្រួលហាន់ជាងតែនៅក្នុងកសិដ្ឋានកញ្ញាដាំស្លឹកគ្រៃអំបោះព្រោះពូជប្រភេទនេះតម្រូវការទីផ្សារច្រើនកញ្ញាបញ្ជាក់ទៀតថាស្លឹកគ្រៃគេអាចដាំវាបានច្រើនរបៀបអាចដាំតាមភ្លឺព័ទ្ធជុំវិញស្រះភ្លឺស្រែជុំវិញផ្ទះអាចដាំលើកជារងដាំចម្រុះជាមួយរុក្ខជាតិផ្សេងទៀតក៏បានប៉ុន្តែកញ្ញាអះអាងថាបើដាំលក្ខណៈចម្រុះល្អជាងព្រោះវាអាចបំពេញជីជាតិឲ្យគ្នាទៅវិញទៅមកឃើញដាំនៅជួរគៀនខាងនោះដាំដាច់ទៅវាគឺវាបែកគុំល្អមែនប៉ុន្តែស្លឹកវាអីក៏ហូមអីអត់សូវល្អឯងដល់ពេលខ្ញុំដាំនៅគៀននេះឃើញថាល្អនេះថាមានដើមគេដីកធំថេតអីពីក្រោមអញ្ចឹងលឹកកធំថេតនិងលឹកគេដីពេលធ្លាក់មកផ្ដល់ជីដល់វាចំណែកឯការថែទាំដំណាំស្លឹកគ្រៃក្រោយដាំរួចត្រូវបានអ្នកបច្ចេកទេសណែនាំថាដោយសារស្លឹកគ្រៃជាដំណាំងាយស្រួលដាំមិនសូវមានសត្វចង្រៃបំផ្លាញដូច្នេះគ្រាន់តែស្រោចទឹកនៅក្នុងមួយសប្តាហ៍តែ2ដងប៉ុណ្ណោះគឺពេលព្រឹកនិងពេលល្ងាចដោយឡែកជីបំពន់វិញ
ស្លឹកគ្រៃត្រូវការប្រភេទស្លឹកឈើរលួយដាក់ក្បែរគល់ជាការស្រេចនៅពេលដែលយើងដាំបានរយៈពេលប្រហែលជាមួយអាទិត្យវាចាប់ដាំលាស់កន្ទុយមាន់លាស់កន្ទុយមាន់បន្ទាប់មកអាយុកាលប្រហែលជា14ទៅ15ថ្ងៃវាចាប់ដាំបែកកូនចេញកូនទួយអញ្ចឹងរយៈពេលដែលវាចេញកូនហ្នឹងយើងអាចជ្រុំជ្រោយដាក់ជីហើយយើងរៀងគល់វាតិចហើយយើងហៅកតិចអីក្របគល់វាកុំឲ្យវានិយាយថាឆាប់ស្ងួតដីរីឯរបៀបប្រមូលផលវិញអ្នកបច្ចេកទេសរូបនេះអះអាងថាស្លឹកគ្រៃមានអាយុ6ខែអាចប្រមូលផលបានពេញលេញប៉ុន្តែស្លឹកគ្រៃអាចបាន4ខែគេអាចប្រមូលផលបានបណ្ដាហើយរយៈពេល6ខែថាយើងរវល់អីអាចឈានចូលដល់6ខែកន្លះឬ7ខែយើងប្រមូលផលហ្នឹងចំណេញយើងបើសិនយើងតក់យូរលើសពីហ្នឹងខាតសេដ្ឋកិច្ចយើងវិញឯកសារកសិកម្មរបស់អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាស្ដីពីអត្ថប្រយោជន៍ដំណាំស្លឹកគ្រៃបង្ហាញថាស្លឹកគ្រៃជាដំណាំរុក្ខជាតិស្លឹកវែងក្លិនប្រហើរឈ្ងុយដុះបែកជាគុម្ពស្លឹកនិងគល់វាប្រើជាគ្រឿងផ្សំនៅក្នុងអាហារជួយបន្ថែមក្លិនក្រអូបឲ្យម្ហូបមានរសជាតិឆ្ងាញ់ដំណាំស្លឹកគ្រៃក៏ជាឱសថបន្ថយជាតិពុលនៅក្នុងរាងកាយព្រមទាំងជួយបន្ថយសម្ពាធឈាមខ្ពស់ពៅភ្នែកពៅឆ្អឹងនិងធ្មេញផងដែរជាងនេះទៀតស្លឹកគ្រៃក៏ជួយកម្ចាត់សត្វល្អិតបានយ៉ាងមានប្រសិទ្ធភាពលើសពីនេះស្លឹកគ្រៃក៏មានគុណតម្លៃជាច្រើននិងសម្បូរទៅដោយសារធាតុដែលមានប្រយោជន៍ជាច្រើនមុខដូចជាជាតិរ៉ែវីតាមីននិងអង់ស៊ីមរួមនឹងជីវជាតិសំខាន់ច្រើនទៀតដែលមនុស្សត្រូវការជាចាំបាច់ដើម្បីឲ្យមានសុខភាពល្អចំណែកឯឯកសារស្រាវជ្រាវរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញស្ដីពីកំណត់លក្ខណៈប្រេងស្លឹកគ្រៃនិងប្រសិទ្ធភាពរបស់វាចំពោះការបណ្ដេញសត្វខ្មោចនៅក្នុងស្រូវក្រោយប្រមូលផលបង្ហាញឲ្យដឹងដែរថាតម្រូវការស្លឹកគ្រៃនៅក្នុងទីក្រុងភ្នំពេញជាង10តោននៅក្នុងមួយថ្ងៃដោយសារគុណតម្លៃស្លឹកគ្រៃនេះហើយបានជាស្លឹកគ្រៃក្លាយជាទិសដៅសំខាន់របស់កសិដ្ឋានក្រែនភ្នំពេញដើម្បីបំពេញសេចក្តីត្រូវការអ្នកប្រើប្រាស់ប្រចាំថ្ងៃជាក់ស្ដែងកញ្ញានីពិសីអះអាងថាស្លឹកគ្រៃដាំតាមបែបធម្មជាតិលក់ទៅឲ្យទីផ្សារសេដាក់នៅក្នុងទីក្រុងភ្នំពេញបានតម្លៃក្នុង1គីឡូក្រាមជាង 3,000 រៀលដែលតម្លៃនេះកញ្ញាអះអាងថាជាតម្លៃខ្ពស់ជាងស្លឹកគ្រៃដែលដាំប្រើថ្នាំគីមីជាងពាក់កណ្ដាលទោះបីដំណាំស្លឹកគ្រៃត្រូវបានគេដឹងថាងាយស្រួលដាំមិនចាំបាច់ចំណាយថវិកាថែទាំច្រើនក្តីអ្នកបច្ចេកទេសរូបនេះអះអាងថាពលរដ្ឋមួយចំនួននៅតែមិនសូវចាប់អារម្មណ៍ដាំហើយបែរជាត្រូវចំណាយលុយទិញស្លឹកគ្រៃទៅវិញជាងនេះទៀតអ្នកបច្ចេកទេសអះអាងទៀតថាបច្ចុប្បន្ននៅលើទីផ្សារកម្ពុជាស្លឹកគ្រៃកំពុងនាំចូលខ្លាំងពីបណ្ដាប្រទេសជិតខាងហើយភាគច្រើនមានប្រើថ្នាំគីមីអ្នកបច្ចេកទេសខាងបន្លែសរីរាង្គរូបនេះជំរុញឲ្យប្រជាកសិករងាកមកដាំដំណាំស្លឹកគ្រៃតាមបែបធម្មជាតិឲ្យបានច្រើនទោះជាស្លឹកគ្រៃជាដំណាំសាមញ្ញតែអ្នកបច្ចេកទេសអះអាងថាវាក៏ជាចំណែកមួយជួយបំពេញសេចក្តីត្រូវការប្រចាំថ្ងៃមិនអាចខ្វះបាននិងជួយលើកកម្ពស់ជីវភាពគ្រួសារកសិករបានមួយកម្រិតខ្ញុំអ៊ុំរាំងសីវិទ្យុអាស៊ីសេរីភ្នំពេញស្លឹកគ្រៃគឺជាដំណាំស្លឹកមួយប្រភេទដែលគេត្រូវការវាជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទដើម្បីបំពេញសេចក្តីត្រូវការជាប្រចាំថ្ងៃអ្នកបច្ចេកទេសខាងបន្លែសរីរាង្គយល់ថាស្លឹកគ្រៃគឺជាប្រភេទរុក្ខជាតិសាមញ្ញមិនសូវមានតម្លៃខ្ពស់ក្តីប៉ុន្តែអ្នកបច្ចេកទេសណែនាំឲ្យប្រជាកសិករខ្មែរគួរតែដាំដុះស្លឹកគ្រៃឲ្យបានគ្រប់ក្រុមគ្រួសារតើហេតុអ្វីបានជាអ្នកបច្ចេកទេសខាងបន្លែសរីរាង្គចង់ឲ្យកសិករដាំស្លឹកគ្រៃតាមបែបធម្មជាតិនោះតើបច្ចេកទេសដាំស្លឹកគ្រៃដើម្បីទទួលបានផលខ្ពស់ត្រូវធ្វើអ្វីខ្លះចាសសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រីអ៊ុំរាំងសីក្នុងនេតិកសិកម្មស្ដីពីបច្ចេកទេសដាំស្លឹកគ្រៃដូចតទៅអ្នកបច្ចេកទេសខាងបន្លែសរីរាង្គលើកឡើងថាទោះស្លឹកគ្រៃជាបន្លែសាមញ្ញងាយស្រួលដាំដុះប៉ុន្តែស្លឹកគ្រៃដែលចរាចរនៅលើទីផ្សារភាគច្រើនរីកលូតលាស់ដោយប្រើថ្នាំគីមីដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគអ្នកបច្ចេកទេសខាងបន្លែសរីរាង្គមកពីកសិដ្ឋានក្រែនភ្នំពេញនៅខណ្ឌសែនសុខរាជធានីភ្នំពេញកញ្ញានីពិសីអះអាងប្រាប់វិទ្យុអាស៊ីសេរីថាស្លឹកគ្រៃផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរនិងក្នុងវិស័យកសិកម្មកញ្ញាថាហេតុនេះហើយស្លឹកគ្រៃត្រូវបានគេជួញដូរនិងដាំដុះច្រើននៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជាមិនតែប៉ុណ្ណោះកញ្ញានីពិសីឲ្យដឹងបន្តថាស្
ស្លឹកគ្រៃមិនត្រឹមតែជារុក្ខជាតិដែលគេអាចប្រើប្រាស់ជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារសម្រាប់មនុស្សប៉ុណ្ណោះទេស្លឹកគ្រៃក៏អាចប្រើសម្រាប់ជាចំណីសត្វដូចជាមាន់ទាបានដែរជាងនេះទៀតវាក៏ជាឱសថនិងជីដ៏មានប្រសិទ្ធភាពជួយបណ្ដេញសត្វចង្រៃបំផ្លាញបន្លែប្រភេទស្លឹកបានផងដែរវាជួយសម្រួលដល់សរសៃឈាមហើយនឹងជួយឲ្យពោះវៀនយើងដើរខ្យល់បានល្អដូចជាយើងយកវាទៅធ្វើជាតែស្លឹកគ្រៃអីចឹងបច្ចេកទេសដាំដំណាំស្លឹកគ្រៃត្រូវបានកញ្ញានីពិសីជាអ្នកបច្ចេកទេសខាងបន្លែសរីរាង្គអះអាងថាស្លឹកគ្រៃជាដំណាំមានអត្ថប្រយោជន៍ច្រើនហើយងាយដាំទៀតតែស្លឹកគ្រៃមិនត្រូវការដាំដោយគ្រាប់ដូចរុក្ខជាតិនិងដំណាំដទៃទៀតនោះឡើយកញ្ញាថាមុនដាំស្លឹកគ្រៃត្រូវជ្រើសរើសដើមស្លឹកគ្រៃដែលមានដើមល្អដែលមិនរងការបំផ្លាញណាមួយពីសត្វចង្រៃនោះឡើយកញ្ញាបន្តថាក្រោយជ្រើសរើសពូជដើមល្អបានហើយទៀងទាត្រូវរៀបចំរណ្ដៅមួយទឹកកន្លះជម្រៅរណ្ដៅ20ទៅ30សង់ទីម៉ែត្រហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែង60ទៅ70សង់ទីម៉ែត្រប៉ុន្តែកញ្ញាថានៅក្នុងមួយរណ្ដៅដាំបានតែមួយដើមប៉ុណ្ណោះធ្វើបែបនេះដើម្បីសន្សំសំចៃពូជកញ្ញាបញ្ជាក់ថាគេដាំដើមស្លឹកគ្រៃភ្លាមក៏បានឬផ្សាំគល់វាឲ្យដុះឫសសិនក៏បានប៉ុន្តែកញ្ញាថាបើចង់ឲ្យស្លឹកគ្រៃដុះល្អនិងឆាប់លូតលាស់លឿនគួរតែផ្សាំវាឲ្យដុះឫស3ថ្ងៃចាំយកទៅដាំហើយដែរយើងជីកប្រហែលជាមួយតាក់កន្លះ4ជ្រុងហើយជីកជម្រៅ20ទៅ30សង់ទីម៉ែត្របន្ទាប់មកយើងដាក់កតិចស្លឹកឈើហើយដាក់ជីលាមកសត្វធម្មជាតិហើយយើងយកដីហាំងស្ទាប់លើហ្នឹងច្បល់ជាមួយនឹងជីដែលយើងដាក់ហ្នឹងបន្ទាប់មកយើងដាក់ដាំហើយចាក់តាក់ធម្មតាហើយក្នុងមួយរ៉ៃយើងដាក់តែមកគល់បានអ្នកបច្ចេកទេសខាងបន្លែសរីរាង្គរូបនេះបានឲ្យដឹងទៀតថាស្លឹកគ្រៃមានពីរប្រភេទគឺប្រភេទស្លឹកគ្រៃអំបោះនិងស្លឹកគ្រៃត្រែងកញ្ញាថាស្លឹកគ្រៃត្រែងដើមពណ៌ក្រហមហើយមានដើមរឹងពិបាកហាន់ចំណែកឯស្លឹកគ្រៃអំបោះវិញមានដើមស្រួយមានជាតិទឹកច្រើននិងងាយស្រួលហាន់ជាងតែនៅក្នុងកសិដ្ឋានកញ្ញាដាំស្លឹកគ្រៃអំបោះព្រោះពូជប្រភេទនេះតម្រូវការទីផ្សារច្រើនកញ្ញាបញ្ជាក់ទៀតថាស្លឹកគ្រៃគេអាចដាំវាបានច្រើនរបៀបអាចដាំតាមភ្លឺព័ទ្ធជុំវិញស្រះភ្លឺស្រែជុំវិញផ្ទះអាចដាំលើកជារងដាំចម្រុះជាមួយរុក្ខជាតិផ្សេងទៀតក៏បានប៉ុន្តែកញ្ញាអះអាងថាបើដាំលក្ខណៈចម្រុះល្អជាងព្រោះវាអាចបំពេញជីជាតិឲ្យគ្នាទៅវិញទៅមកឃើញដាំនៅជួរគៀនខាងនោះដាំដាច់ទៅវាគឺវាបែកគុំល្អមែនប៉ុន្តែស្លឹកវាអីក៏ហូមអីអត់សូវល្អឯងដល់ពេលខ្ញុំដាំនៅគៀននេះឃើញថាល្អនេះថាមានដើមគេដីកធំថេតអីពីក្រោមអញ្ចឹងលឹកកធំថេតនិងលឹកគេដីពេលធ្លាក់មកប្រយោជន៍ជីដល់វាចំណែកឯការថែទាំដំណាំស្លឹកគ្រៃក្រោយដាំរួចត្រូវបានអ្នកបច្ចេកទេសណែនាំថាដោយសារស្លឹកគ្រៃជាដំណាំងាយស្រួលដាំមិនសូវមានសត្វចង្រៃបំផ្លាញដូច្នេះគ្រាន់តែស្រោចទឹកនៅក្នុងមួយសប្តាហ៍តែ2ដងប៉ុណ្ណោះគឺពេលព្រឹកនិងពេលល្ងាចដោយឡែកជីបំពន់វិញស្លឹកគ្រៃត្រូវការប្រភេទស្លឹកឈើរលួយដាក់ក្បែរគល់ជាការស្រេចនៅពេលដែលយើងដាំបានរយៈពេលប្រហែលជាមួយអាទិត្យវាចាប់ដាំលាស់កន្ទុយមាន់លាស់កន្ទុយមាន់បន្ទាប់មកអាយុកាលប្រហែលជា14ទៅ15ថ្ងៃវាចាប់ដាំបែកកូនចេញកូនទួយអញ្ចឹងរយៈពេលដែលវាចេញកូនហ្នឹងយើងអាចជ្រុំជ្រោយដាក់ជីហើយយើងរៀងគល់វាតិចហើយយើងហៅកតិចអីក្របគល់វាកុំឲ្យវានិយាយថាឆាប់ស្ងួតដីរីឯរបៀបប្រមូលផលវិញអ្នកបច្ចេកទេសរូបនេះអះអាងថាស្លឹកគ្រៃមានអាយុ6ខែអាចប្រមូលផលបានពេញលេញប៉ុន្តែស្លឹកគ្រៃអាចបាន4ខែគេអាចប្រមូលផលបានបណ្ដាហើយរយៈពេល6ខែថាយើងរវល់អីអាចឈានចូលដល់6ខែកន្លះឬ7ខែយើងប្រមូលផលហ្នឹងចំណេញយើងបើសិនយើងតក់យូរលើសពីហ្នឹងខាតសេដ្ឋកិច្ចយើងវិញឯកសារកសិកម្មរបស់អង្គការអភិវឌ្ឍកសិកម្មធម្មជាតិកម្ពុជាស្ដីពីអត្ថប្រយោជន៍ដំណាំស្លឹកគ្រៃបង្ហាញថាស្លឹកគ្រៃជាដំណាំរុក្ខជាតិស្លឹកវែងក្លិនប្រហើរឈ្ងុយដុះបែកជាគុម្ពស្លឹកនិងគល់វាប្រើជាគ្រឿងផ្សំនៅក្នុងអាហារជួយបន្ថែមក្លិនក្រអូបឲ្យម្ហូបមានរសជាតិឆ្ងាញ់ដំណាំស្លឹកគ្រៃក៏ជាឱសថបន្ថយជាតិពុលនៅក្នុងរាងកាយព្រមទាំងជួយបន្ថយសម្ពាធឈាមខ្ពស់ពៅភ្នែកពៅឆ្អឹងនិងធ្មេញផងដែរជាងនេះទៀតស្លឹកគ្រៃក៏ជួយកម្ចាត់សត្វល្អិតបានយ៉ាងមានប្រសិទ្ធភាពលើសពីនេះស្លឹកគ្រៃក៏មានគុណតម្លៃជាច្រើននិងសម្បូរទៅដោយសារធាតុដែលមានប្រយោជន៍ជាច្រើនមុខដូចជាជាតិរ៉ែវីតាមីននិងអង់ស៊ីមរួមនឹងជីវជាតិសំខាន់ច្រើនទៀតដែលមនុស្សត្រូវការជាចាំបាច់ដើម្បីឲ្យមានសុខភាពល្អ
ចំណែកឯឯកសារស្រាវជ្រាវរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញស្ដីពីកំណត់លក្ខណៈប្រេងស្លឹកគ្រៃនិងប្រសិទ្ធភាពរបស់វាចំពោះការបណ្ដេញសត្វខ្មោចនៅក្នុងស្រូវក្រោយប្រមូលផលបង្ហាញឲ្យដឹងដែរថាតម្រូវការស្លឹកគ្រៃនៅក្នុងទីក្រុងភ្នំពេញជាង10តោននៅក្នុងមួយថ្ងៃដោយសារគុណតម្លៃស្លឹកគ្រៃនេះហើយបានជាស្លឹកគ្រៃក្លាយជាទិសដៅសំខាន់របស់កសិដ្ឋានក្រេនភ្នំពេញដើម្បីបំពេញសេចក្តីត្រូវការអ្នកប្រើប្រាស់ប្រចាំថ្ងៃជាក់ស្ដែងកញ្ញានីពិសីអះអាងថាស្លឹកគ្រៃដាំតាមបែបធម្មជាតិលក់ទៅឲ្យទីផ្សារសេដាក់នៅក្នុងទីក្រុងភ្នំពេញបានតម្លៃក្នុង1គីឡូក្រាមជាង 3,000 រៀលដែលតម្លៃនេះកញ្ញាអះអាងថាជាតម្លៃខ្ពស់ជាងស្លឹកគ្រៃដែលដាំប្រើថ្នាំគីមីជាងពាក់កណ្ដាលទោះបីដំណាំស្លឹកគ្រៃត្រូវបានគេដឹងថាងាយស្រួលដាំមិនចាំបាច់ចំណាយថវិកាថែទាំច្រើនក្តីអ្នកបច្ចេកទេសរូបនេះអះអាងថាពលរដ្ឋមួយចំនួននៅតែមិនសូវចាប់អារម្មណ៍ដាំហើយបែរជាត្រូវចំណាយលុយទិញស្លឹកគ្រៃទៅវិញជាងនេះទៀតអ្នកបច្ចេកទេសអះអាងទៀតថាបច្ចុប្បន្ននៅលើទីផ្សារកម្ពុជាស្លឹកគ្រៃកំពុងនាំចូលខ្លាំងពីបណ្ដាប្រទេសជិតខាងហើយភាគច្រើនមានប្រើថ្នាំគីមីអ្នកបច្ចេកទេសខាងបន្លែសរីរាង្គរូបនេះជំរុញឲ្យប្រជាកសិករងាកមកដាំដំណាំស្លឹកគ្រៃតាមបែបធម្មជាតិឲ្យបានច្រើនទោះជាស្លឹកគ្រៃជាដំណាំសាមញ្ញតែអ្នកបច្ចេកទេសអះអាងថាវាក៏ជាចំណែកមួយជួយបំពេញសេចក្តីត្រូវការប្រចាំថ្ងៃមិនអាចខ្វះបាននិងជួយលើកកម្ពស់ជីវភាពគ្រួសារកសិករបានមួយកម្រិតខ្ញុំអ៊ុំរាំងសីវិទ្យុអាស៊ីសេរីភ្នំពេញ ស្លឹកគ្រៃគឺជាដំណាំស្លឹកមួយ